សូមគោរពជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំប្រធានបទមួយទៀតហើយដែលនិយាយអំពីផ្លែម្ទេសផ្លែម្ទេសគឺជាផ្លែម្យ៉ាងដែលមានរសជាតិហឹរប៉ុន្តែមានមនុស្សជាច្រើនទៀតបានសម្គាល់វាថាម្ទេសគឺមិនល្អសម្រាប់សុខភាពរបស់យើងទេតែអ្នកទាំងអស់គ្នាដឹងអត់ថាម្ទេសគឺមានទាំងផលល្អហើយនិងផលអាក្រក់បើសិនជាអ្នកទាំងអស់គ្នាទទួលទានវាលើសចំនួនវាប្រកាសជាមិនល្អទេសម្រាប់សុខភាពរបស់យើងចាហើយថ្ងៃនេះនាងខ្ញុំក៏នឹងនិយាយអំពីផ្លែម្ទេសដែលមាន5ចំណុចល្អហើយនិង5ចំណុចមិនល្អដោយជាមុនដំបូងខ្ញុំនឹងនិយាយអំពីអត្ថប្រយោជន៍របស់ម្ទេសមុនទី1ម្ទេសអាចជួយទៅដល់ការរំលាយអាហារបានពីព្រោះបើសិនជាយើងគិតមើលទៅគឺឲ្យតែរុក្ខជាតិណាដែលយើងបរិភោគបានមានរសជាតិហឹរគឺភាគច្រើនវានឹងអាចជួយដំណើរការនៃការរំលាយអាហាររបស់យើងឲ្យដំណើរការឲ្យបានកាន់តែល្អទី2ម្ទេសគឺសម្បូរទៅដោយសារធាតុចិញ្ចឹមម្ទេសសម្បូរទៅដោយវីតាមីន A ហើយនិងវីតាមីន C ដោយវីតាមីន A និងវីតាមីន C គឺល្អមែនទែនសម្រាប់ប្រព័ន្ធការពាររាងកាយទី3តើអ្នកជឿដែរឬទេបើសិនជាខ្ញុំនិយាយថាផ្លែម្ទេសដែលមានរសជាតិហឹរគឺអាចជួយបំបត្តិការឈឺចុកចាប់ម្ទេសត្រូវបានគេប្រើជាញឹកញាប់ទៅក្នុងក្រែមលាបស្បែកដើម្បីព្យាបាលជំងឺសន្លាក់ឬក៏ការឈឺចាប់សរសៃប្រសាទការទទួលទានផ្លែម្ទេសគឺអាចជួយបន្ធូរភាពមិនស្រួលក៏ដូចជាការឈឺសាច់ដុំជាដើមទី4ម្ទេសអាចធ្វើឲ្យសុខភាពបេះដូងបានប្រសើរឡើងម្ទេសអាចជួយកាត់បន្ថយកម្រិតខូលេស្តេរ៉ុលដែលមាននៅក្នុងខ្លួនរបស់យើងដែលជាខូលេស្តេរ៉ុលអាក្រក់ដែលជួយឲ្យចរាចរណ៍ឈាមបានដំណើរការបានយ៉ាងល្អទី5តើអ្នកទាំងអស់គ្នាធ្លាប់គិតដែរទេនៅពេលដែលអ្នកទាំងអស់គ្នាទទួលទានអាហារដែលមានរសជាតិហឹរក៏ដូចជាម្ទេសអ្នកទាំងអស់គ្នាតែងតែមានអារម្មណ៍សប្បាយបន្តិចត្រូវអត់បន្ទាប់ពីយើងបរិភោគហើយនោះគឺដោយសារតែគ្រឿងទេសបានជំរុញឲ្យអរម៉ូនដែលមានឈ្មោះថា endorphin ដែលជាសារធាតុដែលជំរុញអារម្មណ៍ធម្មជាតិរបស់រាងកាយដូច្នេះហើយម្ទេសគឺអាចជាមធ្យោបាយមួយដែលល្អសម្រាប់ជួយលើកកម្ពស់ស្មារតីរបស់អ្នកឥឡូវនេះគឺយើងមកដឹងអំពីផ្លែម្ទេសថាវាមានគុណវិបត្តិអ្វីខ្លះមកដល់សុខភាពរបស់យើងទី1គឺការរលាកក្រពះបើសិនបើអ្នកងាយនឹងញ៉ាំអាហារហឹរគឺម្ទេសអាចធ្វើឲ្យរលាកស្រទាប់ក្រពះរបស់អ្នកវាអាចនាំឲ្យក្រហាយទ្រូងឬក៏ច្រាល់អាស៊ីតនិងសូម្បីតែបណ្ដាលទៅជាការរលាកក្រពះបានផងដែរទី2ការញៀនតើអ្នកទាំងអស់គ្នាធ្លាប់ដឹងអត់ថាផ្លែម្ទេសពិតជាអាចធ្វើឲ្យយើងញៀនមនុស្សភាគច្រើនគឺតែងតែមានការញៀនបន្ទាប់ពីពួកគាត់ទទួលទានអាហារដែលមានរសជាតិហឹរក៏ដូចជាអាហារដែលមានម្ទេសនៅក្នុងនឹងដូច្នេះហើយការទទួលទានផ្លែម្ទេសគឺអាចមានផលប៉ះពាល់នឹងការញៀនដែលយូរទៅបើសិនជាអ្នកទទួលទានជាញឹកញាប់គឺអ្នកតែងតែចង់ញ៉ាំអាហារហឹរហើយហឹរទៀតរហូតដល់មិនអាចបញ្ឈប់បានហើយក៏អាចនាំទៅដល់បញ្ហាជំងឺផ្សេងទៀតទី3អាចបង្កឲ្យមានការអាឡែស៊ីចំពោះមនុស្សខ្លះគឺពួកគាត់ងាយនឹងប្រតិកម្មឬក៏អាឡែស៊ីជាមួយនឹងសារធាតុហឹរប៉ុន្តែសម្រាប់មនុស្សខ្លះគឺមិនងាយទេទី4ឥទ្ធិពលនៃការគេងដោយសារតែម្ទេសគឺអាចជួយបង្កើនការរំលាយអាហារនិងសីតុណ្ហភាពនៅក្នុងរាងកាយរបស់យើងដែលនៅពេលយើងទទួលទានម្ទេសទៅវាធ្វើឲ្យខ្លួនប្រាណរបស់យើងឡើងកម្ដៅការញ៉ាំអាហារហឹរនៅពេលយប់គឺអាចធ្វើឲ្យមានបញ្ហាទៅនឹងការងងុយគេងទី5គឺហានិភ័យទៅនឹងការទទួលទានច្រើនពេកមិនថាអ្វីក៏ដោយដែលនាងខ្ញុំតែងតែនិយាយជាច្រើនដងនៅពេលដែលយើងទទួលទានរបស់អ្វីច្រើនខ្លាំងពេកគឺវាតែងតែមិនល្អទេសម្រាប់សុខភាពរបស់យើងដូច្នេះហើយយើងត្រូវញ៉ាំឲ្យមានដែនកំណត់យើងមិនអាចញ៉ាំទៅតាមអ្វីដែលយើងឃ្លានឬក៏យើងមិនអាចញ៉ាំទៅតាមអារម្មណ៍តាមចិត្តរបស់យើងដែរពីព្រោះវានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងហើយជាចុងបញ្ចប់នេះនាងខ្ញុំក៏ចង់ប្រាប់ពុកម៉ែបងប្អូនអរគ្នាថាឲ្យថែទាំសុខភាពឲ្យបានល្អព្រះយេស៊ូវគឺទ្រង់បានបង្កើតរបស់ល្អៗជាច្រើនសម្រាប់យើងទាំងអស់គ្នាទទួលទានក៏ដូចជាសម្រាប់ថែទាំសុខភាព
ប៉ុន្តែបើសិនជាយើងយកវាទៅធ្វើខុសឆ្គងក៏ដូចជាប្រើប្រាស់មិនត្រឹមត្រូវទៅនឹងសុខភាពគឺវាអាចធ្វើឲ្យសុខភាពរបស់យើងឈឺគឺយើងត្រូវតែព្យាយាមថែរក្សារាងកាយរបស់យើងពីព្រោះសុខភាពខាងផ្នែកសាច់ឈាមគឺវាទាក់ទងទៅនឹងសុខភាពព្រលឹងវិញ្ញាណបើសិនជាសុខភាពផ្លូវកាយរបស់យើងមិនល្អតើយើងអាចនឹងទទួលបានព្រលឹងវិញ្ញាណល្អដែរឬទេនាងខ្ញុំសូមអរគុណសូមជម្រាបលា